សួស្តីប្រិមិត្តបាល់ទាត់រាត្រីថ្ងៃសៅរ៍ទី9វេលាម៉ោង 6:30 ល្ងាចនេះសមរភូមិ Champions League កាន់តែក្តៅគគុកហង្សក្រហម Liverpool បើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍តោខៀវ Chelsea ក្នុងជំនួបដ៏កក្រើកវិភាគកម្លាំងក្រុម Liverpool យប់នេះមានប្រៀបខ្លាំងក្នុងនាមជាម្ចាស់ផ្ទះប៉ុន្តែពួកគេមានបញ្ហាខ្លះៗនៅតំបន់បម្រើដោយសារកីឡាករស្នូលរងរបួសចំណែក Chelsea វិញមកជាមួយទម្រង់លេងវាយសម្រុកដ៏មុតស្រួចនិងកាយសម្បទារឹងមាំទោះបីជាមានខ្សែការពារម្នាក់របួសក៏ដោយជំនួបនេះគឺជាវាងតាក់ទិចគ្រប់គ្រងបាល់និងល្បឿនវាយបកភាគរយឈ្នះនឹងការបំបែកហាងឆេងងាកមកមើលភាគរយឈ្នះ Liverpool មាន 52% ខណៈ Chelsea មាន 30% យប់នេះ Liverpool តឲ្យ Chelsea កន្លះគ្រាប់ឬ 0.5 តែចំណុចសំខាន់បើបងប្អូនចូលចិត្តលេងគ្រាប់បាល់ខ្ញុំសូមណែនាំឲ្យយក over 2គ្រាប់ 75 2.75 ហេតុអ្វីព្រោះក្រុមទាំងពីរនេះមានតំបន់ប្រយុទ្ធល្អដូចគ្នាការបើកមុខសម្រុកគ្នាទៅវិញទៅមកនឹងធ្វើឲ្យភាគរយផ្ទុះគ្រាប់បាល់មានខ្ពស់មែនទែនតើហង្សក្រហមអាចស៊ីដាច់ក្នុងដីបានទេឬក៏តោខៀវជាអ្នកឆក់យកជ័យជំនះ comment ទស្សន៍ទាយលទ្ធផលខាងក្រោមមកកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានការវិភាគបាល់ទាត់រាល់ថ្ងៃជួបគ្នាយប់នេះ